សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសប្រចាំថ្ងៃបើយោងតាមក្រសួងធនធានទឹកនៅអូតូនិយមដែលបានជូនដំណឹងនៅថ្ងៃទី31ខែឧសភានេះបានឲ្យដឹងថាសម្ពាធទាបដែលកើតនៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចបានវិវត្តទៅជាព្យុះទី6ឈ្មោះចាងមីហើយមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងកាល់សមុទ្រអាណ្ដាម៉ាន់សមុទ្រចិនខាងត្បូងអាងទន្លេមេគង្គសមុទ្រកម្ពុជានិងលើព្រះរាជាណាចក្រកម្ពុជាហើយកន្លងផ្លូវដើររបស់ព្យុះនេះពុំមានឥទ្ធិពលលើព្រះរាជាណាចក្រកម្ពុជានោះទេដែលស្ថានភាពបែបនេះនឹងធ្វើឲ្យធាតុអាកាសចាប់ពីថ្ងៃទី31ខែឧសភាដល់ថ្ងៃទី2ខែមិថុនាឆ្នាំ2026មានលក្ខណៈដូចតទៅតំបន់វាលទំនាបរួមមានខេត្តបន្ទាយមានជ័យបាត់ដំបងពោធិ៍សាត់សៀមរាបកំពង់ឆ្នាំងកំពង់ធំកំពង់ចាមត្បូងឃ្មុំស្វាយរៀងព្រៃវែងតាកែវកណ្ដាលនិងភ្នំពេញអាចមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់និងផ្គររន្ទះគ្របដណ្ដប់លើផ្ទៃដី 45% ហើយមានសីតុណ្ហភាពមធ្យមអបបរមា 25 អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា 36 អង្សាសេខ្យល់បក់ពីទិសនិរតីនិងអាគ្នេយ៍មានល្បឿនមធ្យម 3 ម៉ែត្រក្នុង1វិនាទីតំបន់ខ្ពង់រាបរួមមានខេត្តកំពង់ស្ពឺប៉ៃលិនឧត្តរមានជ័យព្រះវិហារក្រចេះស្ទឹងត្រែងរតនគិរីមណ្ឌលគិរីជួរភ្នំដងរែកនិងតំបន់ជួរភ្នំក្រវាញអាចមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់និងផ្គររន្ទះគ្របដណ្ដប់លើផ្ទៃដី 40% ហើយមានសីតុណ្ហភាពមធ្យមអបបរមា 26 អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា 36 អង្សាសេខ្យល់បក់ពីទិសនិរតីនិងអាគ្នេយ៍មានល្បឿនមធ្យម 3 ម៉ែត្រក្នុង1វិនាទីតំបន់មាត់សមុទ្ររួមមានខេត្តកោះកុងព្រះសីហនុកំពតកែបនិងជួរភ្នំបូកគោអាចមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់និងផ្គររន្ទះគ្របដណ្ដប់លើផ្ទៃដី 45% ហើយមានសីតុណ្ហភាពមធ្យមអបបរមា 25 អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា 35 អង្សាសេខ្យល់បក់ពីទិសនិរតីនិងអាគ្នេយ៍មានល្បឿនមធ្យម 2 ម៉ែត្រក្នុង1វិនាទីរលកសមុទ្រមានកម្ពស់មធ្យមអបបរមា 0 ម៉ែត្រ 50 សង់ទីម៉ែត្រនិងកម្ពស់មធ្យមអតិបរមា 1 ម៉ែត្រ 75 សង់ទីម៉ែត្រអាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជនទទួលជ្រាបជាព័ត៌មាន